រៀបសួរផងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានធ្វើដំណើរទៅហាងកាហ្វេដើម្បីអីគេហូបអង្គុយលេងអីចឹងណាព្រោះសារតែថ្ងៃនេះគឺជាថ្ងៃអាទិត្យ Oh my god wow ព្រោះសារតែថ្ងៃអាទិត្យខ្ញុំមិនដឹងទៅណាព្រោះសារតែថ្ងៃនេះវាមេឃអត់បើកថ្ងៃវាស្ទុំមែនតើហើយនេះគឺជាការជិះធ្វើដំណើរទៅកាន់កាហ្វេខ្ញុំទៅកន្លែងឈ្មោះថានឹកកាហ្វេអ្នកនរគ្នាហាងកាហ្វេគេហ្នឹងគឺមានទាំងកាហ្វេមានទាំង BBQ អញ្ចឹងណាគេបើកដល់យប់ហ្នឹងអ្នកនរគ្នាហើយបន្តមកទៀតយើងក៏ដើរចូលទៅខាងក្នុងចំពោះការតុបតែងរបស់គេក៏ស្អាតដែរអ្នកនរគ្នាមើលមានគេមានដេគ័រចងអីហោះពេញមេឃដែរល្អបងឥឡូវដើម្បីឲ្យបងឯងជោគជ័យបងសុំប្លុកមួយទៅហើយចំពោះខាងក្នុងវិញក៏មានអាងទឹកអាងត្រីណាគ្នាគេមានចំត្រី7ពណ៌អីចឹងទៅហើយនេះគឺជាសកម្មភាពនៅក្នុងហាងកាហ្វេហ្នឹងហើយការថតរបស់ខ្ញុំគឺ unprofessional ហ្មងមួយអ្នកធ្វើណាផ្ទះបាយកំភ្លៀងណាធ្វើឈួតណាតែយើងរៀនថតដែរគ្នាមើលឃើញត្រីមានច្រើនទេតែខ្ញុំខ្ជិលឡើងទៅថតខ្ញុំអង្គុយថតទៅហើយថតពីចម្ងាយហើយនេះគឺអាងទឹកគេខ្ជូតទឹកឡើងថ្លាហើយនេះគឺកាហ្វេនឹកនេះខ្ញុំបានញ៉ាំកាហ្វេហើយថតដោយកូនហ៊ីងតូចហើយមើលខាងហៅគេនេះគ្នាខាងហៅគេពេលដែលគេបើកទឹកវាវិលលយមែនតើនេះគ្នាអូយលយមែនតើហើយនេះគឺជាទស្សនវិជ្ជានៅក្នុងហាងហើយចំពោះហាងហ្នឹងគឺគេអាចអង្គុយបានខាងក្នុងមានម៉ាស៊ីនត្រជាក់ខាងក្រៅមានកង្ហាលទស្សនវិជ្ជាត្រជាក់អញ្ចឹងណាយប់នៅម៉ោង10អាងរបស់គេមានផ្សែងលយនេះគ្នាហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងនេះគឺប្លុកបែបខ្លីៗថតវិលទៅវិលមកដោយសារខ្ញុំខ្ជិលដើរថតហើយណាមើលអត់សូវហ៊ានថតដែរនេះគ្នាខ្លាចជួបគេអញ្ចឹងណាខ្លាចគេចាប់បាយហើយនេះគឺជាដំណើរចេញមកផ្ទះវិញហ្នឹងគ្នាគឺយើងជិះម៉ូតូមកផ្ទះវិញគឺយើងអត់បានដើរហើយក៏អត់បានហោះដែរចូលដល់អត់បានគឺយើងជិះម៉ូតូដោយសុវត្ថិភាពចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺទៅជិះម៉ូតូចូលផឹកហាងកាហ្វេមកវិញក៏ជិះម៉ូតូហើយប៉ុណ្ណឹងវីដេអូបាយជម្រាបលាអ្នកគ្នា